សួស្តីអ្នកទាំងអស់គ្នាក្នុងវីដេអូនេះយើងមកសិក្សាអំពី preposition អំពីថ្នាក់ preposition នេះយើងប្រើថ្នាក់បាទ Daily English Command Preposition អូខេរៀនភាសាអង់គ្លេសប្រចាំថ្ងៃអំពី preposition អូខេ continue together អូខេអញ្ចឹងយើងមករៀន preposition អញ្ចឹងយើងថា preposition គឺជាអ្វី preposition ជាអ្វីអញ្ចឹង preposition គឺជាពាក្យតូចតូចខ្លីៗមួយប្រភេទដែលប្រើប្រាស់សម្រាប់បង្ហាញទំនាក់ទំនងរវាងពាក្យមួយនិងពាក្យមួយទៀតហើយក្នុងប្រយោគអញ្ចឹងវាមានតួនាទីភ្ជាប់ noun នាម pronoun គុណនាមឬ phrase clear ជាមួយពាក្យផ្សេងទៀតដើម្បីបង្ហាញទីតាំងពេលវេលាទិសដៅឬក៏មូលហេតុអ្វីមួយចឹងទៅអញ្ចឹងយើងទៅសិក្សាទាំងអស់គ្នាអញ្ចឹង preposition នេះគឺជាថ្នាក់ណាថ្នាក់សម្រាប់ភ្ជាប់ពាក្យដែលយើងរៀនភាសាខ្មែរទាំងហើយថ្នាក់ជាអ្វីអញ្ចឹងឧទាហរណ៍ពាក្យ preposition ទូទៅចឹងទៅប្រភេទពាក្យឧទាហរណ៍ប្រយោគហើយនិងការប្រែប្រយោគអូខេប្រភេទទី1គឺជាប្រភេទទីតាំង place ប្រភេទទីតាំង place មាន in on under behind between in on under behind between ហើយយើងឥឡូវយើងមកឧទាហរណ៍មួយទៅថាពាក្យ place ហ្នឹងយើងសំដៅទៅលើអ្វីអញ្ចឹង the cat is on on the cat is on នេះគឺជា preposition នេះឯង preposition on the table បើថាឆ្មានៅលើតុ on preposition អូខេបន្តទៀតអំពីពេលវេលាម្ដង time អានេះយើងអានថា time បញ្ជាក់អំពីពេលវេលា preposition ហ្នឹងមានអី at in on before after during at in on before after and during អូខេយើងមកមើលឧទាហរណ៍ប្រយោគ she goes to school at 7 a.m. she goes to school at 7 a.m. at 7 a.m. អូខេនាងទៅសាលាម៉ោង7ព្រឹកនាងទៅសាលានៅម៉ោង7ព្រឹកក៏បានដែរអូខេហ្នឹងបញ្ជាក់អំពីពេលវេលាម៉ោងនេះគឺជាពេលវេលានឹងឯងដែល at នេះគឺបញ្ជាក់ឲ្យម៉ោង7នេះ at 7 am ហ្នឹងអូខេអំពីទិសដៅម្ដង direction គឺអំពីទិសដៅមាន to into from toward មាន to into from toward នេះជាពាក្យឧទាហរណ៍វាដែលឧទាហរណ៍ប្រយោគម្ដង he is going នេះគឺប្រយោគបើយើងជាគិតជាស្ថានគឺ present continue he is going to the to គឺជា preposition ឯង to the market she is going to the market បើណាគាត់កំពុងទៅផ្សារ going to កំពុងទៅផ្សារបើសិនជាពាក្យ going នេះផ្សេងមានអីផ្សេងទៀតស្មើនឹងពាក្យ will going to ស្មើនឹងពាក្យ will នឹងបើយើងមិនប្រើជា present continue ទេនឹងទៅផ្សារហ្នឹងទៅចឹងតទៀតទៅនឹងមូលហេតុ reason មូលហេតុអញ្ចឹងមូលហេតុហ្នឹងយើងនឹងដឹងទាំងអស់គ្នាអូខេពាក្យឧទាហរណ៍របស់វាគឺ for because of due to បើថាឧទាហរណ៍ប្រយោគវិញយើងមកដឹងឧទាហរណ៍ប្រយោគយើងនឹងយល់អំពីគោលម្ដងនៃមូលហេតុហ្នឹងអូខេអញ្ចឹង she was late because of the rain she was late because of the rain បើតែនាងយឺតដោយសារភ្លៀងនេះមូលហេតុគឺដោយសារភ្លៀងមូលហេតុអីបើនាងយឺតគឺដោយសារភ្លៀងអញ្ចឹងយើងអានឹងយើងនិយាយអំពីមូលហេតុអូខេ she was late because of the rain អូខេអំពីរបៀបម្ដងរបៀបនេះគឺ manner ពីឧទាហរណ៍មាន by with without
ចឹងឧទាហរណ៍ប្រយោគ we wrote we wrote with pen we wrote with a pen នេះ with a pen pen នេះ big ចឹងគាត់សរសេរដោយសារប៊ិចហ្នឹងរបៀបនៃការធ្វើរបៀបនៃការសរសេរចឹងសរសេរដោយសារអីដោយសារប៊ិចគាត់ wrote គាត់សរសេរដោយសារប៊ិចអូខេនេះគឺជា verb 3 ហៅថា past យើងប្រើក្នុង past simple អូខេ continue អូខេឧទាហរណ៍ពាក្យ preposition ដដែលទូទៅនេះតែនឹងទូទៅហើយសំខាន់ណាទៅចំណាំសំខាន់ទី1ហ្នឹង preposition តែងទៅនៅមុខ noun preposition តែងទៅនៅមុខ noun ឬ pronoun អូខេតែងទៅនៅមុខ noun ឬ pronoun ឧទាហរណ៍ he is sitting on the chair នេះគឺជា noun ណា chair នេះគឺជា noun អញ្ចឹង he is sitting អង្គុយកំពុងអង្គុយអញ្ចឹងទៅ on the chair នៅលើកៅអីហើយពាក្យដែលយើងទី2កុំបញ្ចប់ប្រយោគជាមួយ preposition បើថាកុំឲ្យ preposition នៅក្រោយប្រយោគបង្អស់កុំបញ្ចប់ប្រយោគជាមួយ preposition ជាផ្លូវការគេមិនប្រើអញ្ចឹងទេអូខេអញ្ចឹងនេះយើងមើលឧទាហរណ៍ទៅ where are you at សួរថាអ្នកនៅណា where are you at ហ្នឹងយើងស្រួលត្រឹមតែ where are you បានហើយ where are you បានហើយដល់ថែម at មកខោយើងកុំបញ្ចប់អានេះឯងគឺបញ្ជាក់ថា preposition បានបញ្ចប់នៅក្រោយប្រយោគហ្នឹងបញ្ចប់នៅចុងប្រយោគហ្នឹងគេមិនអោយប្រើទេអូខេត្រូវប្រើចេះវិញគឺ where are you អ្នកនៅណាដល់ទី3 preposition យើងប្រើជាមួយ verb ing preposition បូកជាមួយ verb ing ហ្នឹងក៏ប្រើបានដែរអ្នកទាំងអស់គ្នាមើលនេះឧទាហរណ៍ she is good at singing she is good at singing យើងច្រៀងបានល្អអញ្ចឹងទៅអញ្ចឹងឧទាហរណ៍សរុបសាមញ្ញយើងមកដឹងទាំងអស់គ្នាអំពី preposition ហ្នឹង I live in Cambodia បើថាខ្ញុំរស់នៅក្នុងប្រទេសកម្ពុជា in Cambodia in នេះគឺជា preposition អូខេ the book is on the table ថាសៀវភៅនៅលើតុនេះគឺ preposition on អូខេ we will meet after lunch បើថាយើងនឹងជួបគ្នាបន្ទាប់ពីអាហារថ្ងៃត្រង់ហើយ after នេះគឺជា preposition អូខេ one more the boy ran to the school ក្មេងប្រុសរត់ទៅសាលារៀន to the school ទៅសាលារៀនអូខេ one more she is afraid នាងគឺខ្លាច of spider នាងខ្លាចពេញពីងអញ្ចឹងទៅ of នេះគឺជា preposition អូខេប៉ុណ្ណឹង continue បន្តមួយ page ទៀតអូខេ come on preposition in on at with example អូខេសញ្ញាណទូទៅរបស់ preposition គឺយើងប្រើ in the 15th century in the 15th century បើថាយើងនិយាយអំពីការប្រើប្រាស់ in យើងប្រើជាមួយពាក្យបែបម៉េចជាមួយនឹងអីអញ្ចឹងដែរ on the floor in the morning on the bed យើងចំណាំទៅពាក្យទាំងអស់ហ្នឹងយើងឃើញពាក្យនេះយើងប្រើជាមួយ on ហើយនៅឃើញជា morning evening អីជាដើម in the evening in the អីផ្សេង afternoon អីហ្នឹងគឺប្រើ in on the bed in the box on the chair នៅលើកៅអី in the car នៅក្នុងឡាន in the car នេះមិននៅលើឡានទេនៅក្នុងឡាន at work នៅកន្លែងធ្វើការ at the top នៅខាងលើអញ្ចឹងទៅ at the party នៅឯកន្លែងជប់លៀងអញ្ចឹងទៅ in the room នៅក្នុងបន្ទប់ at the bus stop នៅកន្លែងចតឡានអញ្ចឹងទៅ in the sky
មិននៅក្នុងមេឃទេនៅលើមេឃយើងប្រើ in មិន on the in the sky at at noon at noon ចឹងទៅ in the ocean នៅក្នុងមហាសមុទ្រ at home នៅផ្ទះ in the book in the book in the book on the page on the road on the train on the first day at the door at the door ជាមួយនឹងអត់មានទេ sorry at the door on Monday តែទៅនឹងថ្ងៃយើងប្រើ on ដែរ at the airport on the table at the station ស្ថានីយ៍ on the walls on the wall in the park in the forest in the forest at the button at the button អូខេអ្នកទាំងអស់គ្នាតើតើនឹង preposition យើងនៅក្នុងវីដេអូនេះបញ្ចប់ប៉ុណ្ណឹងហើយសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ជូនពរអ្នកទាំងអស់គ្នាសុខភាពល្អសម្ដាងល្អនិងមានប្រាជ្ញាឆ្លាស់វៃហើយនឹងរៀនពូកែទាំងអស់គ្នាអរគុណអ្នកទាំងអស់គ្នាកុំភ្លេចជួយ subscribe មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតអំពី Teacher អូខេសូមជម្រាបលា